ជំរាបសួរពូមីងគ្នាថ្ងៃនេះជុំគ្នាទៀតហើយមកញ៉ាំស៊ុបនេះមិនមែនស៊ុបសាច់គោទេពូមីងស៊ុបជ្រូកជាដំបូងខ្ញុំដាក់ដាំទឹកដើម្បីស្រោចឆ្អឹងជ្រូកហើយខ្ញុំដាក់ដាំទឹកមានតែស្លឹកក្រូចហើយនឹងខ្ទឹមសទេនេះសាច់ជ្រូកមាន2បំណែកដោយសារតែឆ្អឹងច្រើនពេកខ្ញុំបានទុកពាក់កណ្ដាលចេះមិនដល់ពាក់កណ្ដាលទៅមានទុកមិនតិចដែរទេព្រោះខ្លាចហូបអត់អស់ចឹងតែមានណាអស់ពីឆ្នាំងលេងហ្មងហើយនេះខ្ញុំដាក់ស្រោចឆ្អឹងជ្រូកសិនដោយសារតែខ្ញុំលាងឆ្អឹងនឹងច្រើនទឹកដែរ 4-5 ទឹកហើយយកមកស្រោចវាប្រហែលជា10នាទីសាច់នេះល្អណាស់សាច់នេះខ្ញុំផ្ញើបងអូនឲ្យទិញនៅចកាតហើយខ្ញុំក៏ចាំដាក់ខ្លាញ់ធ្វើស៊ុបតែម្ដងហើយចាក់ខ្លាញ់ចូលអកន់ច្រើនបន្តិចទៅដាក់លីងខ្ទឹមរួចឡើងដាក់ស្លឹកក្រូចគល់ស្លឹកគ្រៃហើយរំដេងបន្តិចរំដេងខ្ញុំនៅដុំ2ដុំហើយលីងឲ្យឈ្ងុយមកនេះចាប់ផ្ដើមឈ្ងុយហើយអពុយហើយនេះសាច់យើងការ៉ុតមួយមើមហើយនឹងល្ហុងមួយចំហៀងល្ហុងនេះសល់ពីថ្ងៃមុនមួយចំហៀងអពុយមានកូនល្ហុងទូចដែរទេហើយនេះមើមឆៃថាវនេះមួយមើមដែរទូចដែរទេហើយសាតមានបន្លែតែក៏ដាក់ផ្សេងផ្សំឲ្យបានច្រើនអញ្ចឹងហើយនេះខ្ញុំដាក់សាច់ចូលលីងស្ទុះសាច់ហ្នឹងក៏ដាក់លីងជាមួយគ្រឿងនឹងទាំងអស់ទៅធ្វើម្ហូបនេះក៏យកមិនសូវប៉ិនប្រសពអីណាដែរខ្ញុំមិនសូវចេះធ្វើម្ហូបអីប៉ុណ្ណាទេអពុំមីងបើសិនជាធ្វើខុសគ្នាអីកុំប្រកាន់អីហើយនេះខ្ញុំដាក់ទឹក2បូយបានមួយឆ្នាំងហើយមានខ្ទឹមបារាំងចិត្តដាក់ក៏ដាក់បន្លែណារឹងអញ្ចឹងដាក់មុនទៅឲ្យវាឆាប់ទន់ព្រោះឯខ្លាចអ៊ំគាត់ប្រសាទដាច់ហើយនេះខ្ញុំបង់បន្លែចូលហើយបើកមើលស្មានតែពូអ៊ំពូមីងអត់តាន់ពូទៀតយូរដែរហើយមើលទៅអត់តាន់ពូទេខ្ញុំក៏ទៅឆ្លៀតបោកកៅអៅលែងនោះបោកកៅអៅមិនស្ទុះហើយខ្ញុំឡប់មកវិញមកហាន់យីហឺជាមួយប្រទេសក្រៀមលាងវាស្អាតបាត់ហើយខ្ញុំក៏ដាក់បងវាចូលទៅនៅអត់តាន់ពូទៀតដោយសារតែឆ្នាំងនេះត្រឹមធំដែរហើយក៏ដាក់មើមខ្ទឹមចូលទៅឲ្យវាឈ្ងុយហើយនេះមីសួរខ្ញុំមកកញ្ច្រែងធំមីសួរនេះ2គីឡូហើយនេះបន្លែមានស្ពៃបូកគោមានម្អមស្ពៃទឿស្ពៃកញ្ញាញ់ក៏មានដែរមួយសារតែបន្លែយើងតិចហើយនេះទឹកស៊ុបក៏បានពុះហ្មងខ្ញុំក៏សាកភ្លក់ស្ទើប្រៃបន្តិចកន្លែងនោះខ្ញុំអត់បានថតតែមួយមីខ្ញុំដាក់ទឹកត្រី6ស្លាបព្រាតែស្លាបព្រាក្រាន់ធំដែរណាអពុំមីហើយក៏ភ្លក់ម្ដងទៀតគឺល្មមខ្ញុំក៏ក្របវិញកន្លែងនោះតែអត់បានថតទេហើយកាត់មកកន្លែងហូបនេះហូបទាំងជុំគ្នាទាំងអស់គ្នាហើយមានផាកូកាម្នាក់មួយកែវផងដែរជីចុងក្រោយអរគុណជម្រាបលាអពុំមីទាំងអស់គ្នាបាយបាយ